សួស្តីពុកម៉ែបងប្អូនទាំងអស់គ្នាថ្ងៃនេះយើងមានសាច់រឿងរន្ធត់មួយបែបព្រឺព្រួយដែលមានចំណងជើងថាអាចកំបាំងភូមិគ្រឹះចុងភូមិអ្នកដែលមកក្រោយសូមជួយចុច Subscribe និងបើកសញ្ញារូបកណ្ដឹងដើម្បីឲ្យខ្ញុំមានកម្លាំងចិត្តធ្វើវីដេអូថ្មីបន្តទៀតការមកដល់មិនគួរឲ្យជឿមេឃងងឹតស្លុបផ្គរលាន់ក្រហមពីចម្ងាយបញ្ជាក់ថាភ្លៀងធំជិតធ្លាក់មកដល់ហើយវិបុលដែលជាអ្នកថតរូបម្នាក់ចូលចិត្តដើរផ្សងព្រេងបានបើកឡានកាត់តាមផ្លូវលំដាច់ស្រយាមួយនៅក្នុងខេត្តពោធិ៍សាត់ដោយសារតឡានខូចនិងឧស្សាហ៍អសាំងគេក៏បង្ខំចិត្តឈប់នៅមុខភូមិមកគ្រឹះចំណាស់មួយដែលមើលទៅស្ងាត់ជ្រងំនិងមានស្មៅដោះទ្រពភូមិមកគ្រឹះនោះមានសន្តានជាផ្ទះវីឡាបែបបារាំងសម័យមុនជញ្ជាំងស្លែចាប់ពើខ្មៅស្រអាប់វិបុលបានសម្រេចចិត្តដើរទៅគោះទ្វារដើម្បីសុំជំនួយម្ចាស់ផ្ទះអាត់កំបាំងតុកវិបុលគោះទ្វារ3ដងប៉ុន្តែគ្មានអ្នកឆ្លើយពេលគេរៀបនឹងដើរចេញទ្វារស្រាប់តែបើកមកដោយខ្លួនឯងបន្តិចគ្រឹកវិបុលដើរចូលទៅខាងក្នុងស្រាប់តែឃើញលោកយាយម្នាក់អង្គុយលើកៅអីចាស់នៅជ្រុងម្ខាងនៃបន្ទប់ទទួលភ្ញៀវលោកយាយចូលមកក្មួយខាងក្រៅភ្លៀងខ្លាំងណាស់ឆ្នាក់នៅទីនេះមួយយប់សិនទៅចៅវិបុលបានឆ្លើយថាបានអរគុណលោកយាយខ្ញុំសូមទោសដែលរំខានលោកយាយមិនតបអ្វីទាំងអស់គាត់គ្រាន់តែញញឹមបែបចម្លែករួចចង្អុលបង្ហាញផ្លូវទៅបន្ទប់គេងនៅជើងខាងលើអ្វីដែលធ្វើឲ្យវិបុលព្រឺសម្បុរខ្លាំងបំផុតនោះគឺអង្គុយយកកៅអីប៉ុន្តែជើងរបស់គាត់ហាក់ដូចជាមិនជាប់នឹងដីឡើយសម្រែកនាពាក់កណ្ដាលអត្រាតនៅម៉ោងប្រហែលជា10យប់វិបុលភ្ញាក់ឡើងដោយសារឮសំឡេងខ្វែកដូចជាមាននរណាម្នាក់កំពុងអូសអ្វីមួយយ៉ាងនៅលើដំបូលផ្ទះគេក៏សម្រេចចាត់បើកទ្វារបន្ទប់ចេញមកក្រៅដើម្បីពិនិត្យមើលក្នុងភាពងងឹតស្លុកគេឃើញស្រមោលមនុស្សស្រីសក់វែងអូសដីកំពុងដើរយឺតឆ្ពោះទៅរកបន្ទប់លោកយាយវិបុលលោបដើរតាមពីក្រោយយ៉ាងស្ងៀមស្ងាត់ពេលស្រមោលនោះបក់ចូលបន្ទប់វិបុលក៏អើតមើលតាមប្រឡោះទ្វារអ្វីដែលគេឃើញធ្វើឲ្យគេស្ទើរតែគាំងបេះដូងនោះលោកយាយដែលគេបានជួបកាលពីល្ងាចកំពុងតែអង្គុយស៊ីសាច់ស្រស់ចេញពីខ្លួនប្រាណរបស់មនុស្សម្នាក់ដែលគេចំណាំបានថាជាអ្នកភូមិដែលបាត់ខ្លួនកាលពីប៉ុន្មានថ្ងៃមុនការពិតដ៏រន្ធត់ភ្លាមនោះលោកយាយបានងាកក្បាលមករកវិបុល180ដឺក្រេទាំងមាត់ពោពេញទៅដោយឈាមថ្មែករបស់គាត់ប្រែជាពើសស្លក់គាត់សើចដូចនិយាយថាក្មួយចង់មកធ្វើជាចំណីយាយដែលមែនទេវិបុលរត់ចុះទៅជើងខាងក្រោមយ៉ាងលឿនប៉ុន្តែទ្វារទាំងអស់ត្រូវបានចាក់សោជាប់គេរត់ទៅរកបន្ទប់បាយក៏ស្រាប់តែឃើញរូបថតចាស់ជាច្រើននៅលើជញ្ជាំងក្នុងរូបថតនោះមានរូបលោកយាយម្នាក់នេះប៉ុន្តែនៅក្បែរមានក្មេងស្រីម្នាក់ដែលមានមុខមាត់ដូចជាខ្មោចដែលគេឃើញអូសសក់មិនអញ្ចឹងនៅខាងក្រោមរូបថតមានសរសេរថាមរណភាពឆ្នាំ1975បានន័យថាអ្នកនៅក្នុងផ្ទះនេះស្លាប់តាំងពីយូរណាស់មកហើយគ្មានផ្លូវចេញវិបុលដកទូរស័ព្ទមកថតដើម្បីទុកជាភស្តុតាងប៉ុន្តែនៅពេលគេបើកកាមេរ៉ាឆ្លោះទៅជុំវិញខ្លួនគេមិនឃើញលោកយាយឬស្រមោលអ្វីទាំងអស់ប៉ុន្តែគេឃើញតាមរយៈកាមេរ៉ាគឺមានតែក្រុងឆ្អឹងនិងគំនោស័ក្តិសមដែលនៅជុំវិញខ្លួនគេតែប៉ុណ្ណោះសម្រែកចុងក្រោយរបស់វិបុលបានបំភ្លឺឡើងដោយក៏ស្ងាត់បាត់ទៅព្រឹកឡើងអ្នកភូមិម្នាក់ដើរកាត់ភូមិមកគ្រឹះនោះក៏ឃើញឡានរបស់វិបុលចតចោលប៉ុន្តែនៅពេលចូលទៅរមើលគេឃើញតែមុខនិងកាមេរ៉ារបស់វិបុលដែលធ្លាក់នៅលើដីរីឯម្ចាស់ខ្លួនបាត់ស្រមោលទៅហើយវិញ្ញាណនៅក្នុងកាមេរ៉ាវិបុលមិនបានស្លាប់ទេប៉ុន្តែគេបានដូរសន្លប់ដោយសារភាពភ័យរន្ធត់ជ្រុលគេដឹងខ្លួនឡើងវិញនៅក្នុងបន្ទប់ក្រោមដីដ៏ងងឹត
និងធំក្លិនស្អុយរលួយអាសោចដៃជើងរបស់គេត្រូវបានចងភ្ជាប់ទៅនឹងសសរឈើចាស់មួយនៅចំពោះមុខគេគឺកាមេរ៉ា Digital របស់គេដែលកំពុងបើកភ្លើងពណ៌ក្រហមហាក់ដូចជាមាននរណាម្នាក់កំពុងថតសកម្មភាពគេអញ្ចឹងស្រាប់តែឮសំឡេងសាយតិចៗចេញពីជ្រុងងងឹតមិនមែនជាលោកយាយទេប៉ុន្តែគឺជាក្មេងស្រីសក់វែងម្នាក់នោះនាងដើរចេញមកយឺតមុខមាត់នាងពោពេញទៅដោយស្នាមដេរនិងថ្មីម្ខាងម៉ាត់ក្រឹបថ្មេកក្មេងស្រីបងប្រុសជួយដេរថ្មេកឲ្យខ្ញុំផងវិមលនិយាយទាំងញ័រមាត់ថាកុំធ្វើអីខ្ញុំតើពួកអ្នកចង់បានអីបណ្ដាសាគ្រួសារអាបធ្មប់ក្មេងស្រីម្នាក់នោះមិនតបទេតែនាងបានបង្ហាញរូបភាពក្នុងកាមេរ៉ាឲ្យវិបុលមើលក្នុងកាមេរ៉ានោះវិបុលឃើញរូបភាពកាលពី50ឆ្នាំមុនលោកយាយនិងក្មេងស្រីនេះគឺជាគ្រូធ្មប់ដ៏ពូកែម្នាក់នៅក្នុងភូមិប៉ុន្តែត្រូវបានអ្នកភូមិឡោមព័ទ្ធដុតផ្ទះសម្លាប់ទាំងរស់ដោយសារការចោទប្រកាន់ថាពួកគេបានសម្លាប់ក្មេងៗយកមកធ្វើជាថ្នាំពូកែវិញ្ញាណពួកគេមិនទៅណាឡើយគឺនៅចាំសងសឹកនិងស្វែងរករាងកាយថ្មីដើម្បីរស់ឡើងវិញហើយរាងកាយដែលពួកគេជ្រើសរើសគឺវិបុលការតស៊ូចុងក្រោយខណៈពេលដែលលោកយាយចាប់ផ្ដើមសូត្រមន្តអាគមខ្មៅទំលេងផ្ទប់ផាំងបានបំភ្លឺឡើងគឺជាតាសុកបរិះចំណាស់ម្នាក់ដែលវិបុលបានជួបនៅតាមផ្លូវមុនពេលឡានខូចតាសុកគឺជាគ្រូសិល្ប៍ម្នាក់ដែលតាមដានសកម្មភាពភូមិគ្រឹះនេះជាយូរមកហើយតាសុកបានជះទឹកមួននិងបានម៉ាយអង្គសិលទៅលើប្រលឹងខ្មោចទាំងពីរសំឡេងស្រែកធ្ងន់ធ្ងរយ៉ាងឈឺចាប់បានបំភ្លឺពេញក្រោមបន្ទប់ដីតាសុកវិបុលឆាប់រត់ចេញទៅយកកាមេរ៉ានោះទៅជាមួយផងវាជាកន្លែងដែលពួកវាលាក់ប្រលឹងវិបុលខំប្រឹងឬបំរាស់រហូតដាច់ខ្សែចំណងរួចស្ទុះទៅចាប់យកកាមេរ៉ារត់ឡើងមកលើដីវិញពីក្រោយគេភូមិគ្រឹះទាំងមូលចាប់ផ្ដើមឆេះសន្ធោសន្ធៅដោយភ្លើងសិលអាចកំបាំងដែលមិនទាន់ចប់វិបុលបានរត់រហូតដល់ភូមិថ្នោតធំហើយត្រូវបានឡានប៉ូលីសជួយសង្គ្រោះភូមិគ្រឹះនោះបានក្លាយជាផេះផង់ត្រឹមមួយយប់មួយសប្តាហ៍ក្រោយមកវិបុលត្រឡប់មកផ្ទះវិញដោយសុវត្ថិភាពគេបានសម្រេចចិត្តបើកមើលរូបថតនៅក្នុងកាមេរ៉ានោះម្ដងទៀតដើម្បីលុបវាចោលប៉ុន្តែនៅពេលគេចុចមើលរូបថតចុងក្រោយគេមិនឃើញរូបថតខ្មោចឬរូបថតភូមិគ្រឹះទេគឺឃើញតែរូបថតខ្លួនឯងកំពុងដេកលក់ហើយនៅពីក្រោយខ្នងរបស់គេក្នុងរូបថតនោះគឺមានដៃចាស់ជ្រាវជ្រួញរបស់លោកយាយកំពុងអោបស្មារបស់គេយ៉ាងណែនរំពេចនោះវិបុលមានអារម្មណ៍ថាស្មារបស់គេត្រជាក់ស្រឹបហើយសំឡេងខ្សឹបតិចបំភ្លឺឡើងក្បែរត្រចៀកថាយើងនៅទីនេះជាមួយក្មួយរហូត